បង្ទាកូនស៊ីឈួនណាល្បីមកយូរហើយហើយសម្រាប់ទីធ្វើវិញណាគឺខុសគ្នាទាំងអស់ហើយថ្ងៃនេះខ្ញុំទៅតែបានធ្វើឯងតែរសជាតិវិញណាគឺឆ្ងាញ់ខុសគេហ្មងធ្វើរៀងយូរជាងគេមែនប៉ុន្តែរសជាតិវិញណាគឺឆ្ងាញ់ជាងគេហើយសម្រាប់រសជាតិវិញណាតានេះមកឆ្ងាញ់ហ្មងមានជាតិហឹរផ្អែមហើយនឹងរសជាតិទឹកដោះគោបងប្អូនអាចញ៉ាំទៅទេក៏បានញ៉ាំមួយខ្ទឹមជ្រូកក៏បានញ៉ាំមួយម្រេចចាស់ក៏បានដែរហើយសម្រាប់គ្រឿងផ្សំធ្វើវិញណាគឺខុសគ្នាតែបន្តិចបន្តួចទេហើយគ្រឿងសម្រាប់ធ្វើមានដូចជាបង្ទាកូនទឹកដូងទឹកដោះគោឆៅគ្រឿងស៊ីឈួនម្ទេសស្លឹកក្រូចម្ទេសក្រៀមកាចាន់និងឈើអាំងអញ្ចឹងយើងមកមើលវិធីធ្វើទាំងអស់គ្នាផ្ទះឬក៏ឆ្នាំងហើយយើងចាក់ប្រេងឆាចូលបន្តិចហើយយកផ្កាចាន់និងឈើអែមលីងវាឲ្យឡើងឈ្ងុយផ្កាចាន់ហើយឈើអែមគឺដើម្បីឲ្យវារត់ទៅឈ្ងុយបងប្អូនសម្រាប់គ្រឿងស៊ីឈួនគឺវាមានស្រាប់ហើយតែបើយើងដាក់ទៀតក៏វារត់ទៅឈ្ងុយឆ្ងាញ់ដែរយើងយកម្ទេសក្រៀមហើយនឹងម្ដេងយើងដាក់ចូលមកហើយយើងលីងវាមកសន្ទុះដែរមកយើងមិនលីងយូរពេកបងប្អូននៅម្ទេសយើងឡើងខ្មៅយើងលីងរាល់ហើយចាប់ដើមយកទឹកដូងយកមកចាក់ចូលមកបងប្អូនសម្រាប់ទឹកដូងគឺខ្ញុំប្រើមួយផ្លែបើទឹកដូងយើងរៀងស្ទើយើងអាចថែមទឹកធម្មតាបានហើយចាក់ទឹកដោះគោឆៅយើងចូលមកបងប្អូនមានទឹកដោះគោស្រស់ក៏អាចប្រើបានដែរហើយកុំភ្លេចឲ្យសោះទូឯយើងគឺគ្រឿងស៊ីឈួននេះហើយដាក់ម្ដុំប៉ិនខ្ញុំចឹងបងប្អូនហើយយើងដាក់ស្លឹកក្រូចយើងចូលមកហើយបង្ទាកូនណាក៏យើងដាក់ចូលដែរបង្ទាកូនណាគឺខ្ញុំអត់ចេះញ៉ាំកូនធំៗទេខ្ញុំរើសយកតែកូនតូចទេបងប្អូនចូលចិត្តកូនធំក៏បានដែរតាមចំណង់ចំណូលចិត្តទេសម្រាប់គ្រឿងទេសខ្ញុំប្រើតែ2មុខទេម្សៅស៊ុបក្លាសភាបាយនិងស្ករសក្លាសភាបាយដែរពេលបងប្អូនដាក់បង្ទាចូលកុំភ្លេចគោះមិនខ្ញុំភ្លេចគោះដល់ពេលចឹងឥឡូវឡើងពិបាកគោះក្នុងឆ្នាំងផងឥឡូវដល់ពេលពិបាកពេកក៏យកមកគោះក្រៅម្ដងឲ្យវាចូលជាតិចូលគ្រឿងពេលយើងស្ងោរយើងគោះឲ្យវាប្រែទៅពេលយើងស្ងោរបានវាចូលជាតិចូលគ្រឿងល្អអាយុតែប៉ុណ្្នឹងនិយាយពីថាសែនភ្លេចភ្លាំងតែបើថាគេបបួលញ៉ាំអីវិញគឺអត់ភ្លេចទេចាំមើលសែនចាំឥឡូវយើងចូលមកដល់បង្ទាយើងវិញយើងចាប់ផ្ដើមបិទកំហុសមកហើយយើងងាស់វារៀងយូរដែរបងប្អូនងាស់ប្រហែលជាកន្លះម៉ោងជាងអីបើបងប្អូនមានពេលយូរយើងអាចងាស់ឲ្យវាតតែវាគោកទឹកអញ្ចឹងបានបង្ទាយើងរត់តែឆ្ងាញ់វាចូលជាតិចូលគ្រឿងក្នុងបង្ទាយើងឥឡូវបង្ទាកូនស៊ីឈួនយើងរួចរាល់ហើយយើងស្រង់ដាក់ចានមកអ្នកដែលចូលចិត្តគ្រឿងបែបស៊ីឈួនអីមើលតែទឹកនេះកូនតំណងញ៉ាំដែរបងប្អូនអើយឡើងឈ្ងុយហ្មងហើយពេលខ្ញុំពងធ្វើវិញនិយាយពីថាក្លិនណាជះឡើងពេញភូមិហ្មងឈ្ងុយប្រហើរក្លិនស៊ីឈួនហ្មងឡើងគួរឲ្យចង់ញ៉ាំហ្មងមើលតែទឹកខ្ញុំស្ងោរក៏ដឹងតែតំណងញ៉ាំដែរមើលហើយតែឃើញដល់ស៊ុបស៊ីឈួនទៀតដែរក្លៀនស៊ុបស៊ីឈួនទៀតដែរបងប្អូនអើយឥឡូវយើងចាប់តាមញ៉ាំមកយើងដួសដាក់ចានមកធ្វើហើយចឹងតំណងញ៉ាំមែនតើបងប្អូនអើយធ្លាប់តែញ៉ាំបង្ទាកូនធម្មតាដល់ពេលញ៉ាំបង្ទាកូនស៊ីឈួនចេះវិញនិយាយពីថាឆ្ងាញ់ហ្មងលែងចង់ញ៉ាំបង្ទាកូនធម្មតាហើយសម្រាប់រសជាតិវិញនិយាយពីថាផ្អែមហឹរឆ្ងាញ់ហ្មងហើយឈ្ងុយខ្ទិះទៀតហើយពេលយើងញ៉ាំយើងបានផ្ទាប់មួយជីបង្ទាកូនខ្ទឹមជ្រក់និយាយពីថាសែនត្រូវគ្នាតែបើបងប្អូនអត់ចូលចិត្តខ្ទឹមជ្រក់យើងដាក់មួយម្រេចក៏បានម្រេចបងប្អូនហើយយើងច្របាច់ក្រូចឆ្មាទៀតមកជូរអែមទៀតនិយាយពីថាឆ្ងាញ់ណាស់សាកបងធ្វើញ៉ាំដូចខ្ញុំបងប្អូនតានេះរសជាតិហ្មងឆ្ងាញ់ខុសគេហ្មងចឹងវីដេអូខ្ញុំនេះមានតែប៉ុណ្្នឹងឯងកុំភ្លេចជួយ like ជួយ share វីដេអូបងប្អូនផងអរគុណ